This marks a march for peace following a similar event held in August and one in June, which was held in solidarity with Cambodians to highlight Cambodia's commitment to peace and its adherence to the ceasefire. ពលរដ្ឋរបស់យើងនៅតាមព្រំដែនពិតជាមានការភ័យខ្លាចតក់ស្លុតហើយទាំងកូនទាំងចៅទាំងបងប្អូនទាំងអស់គ្នាគឺអត់បានរស់ស៊ីអីទេនាំគ្នារត់គេចពីកន្លែងដែលយើងធ្លាប់រស់នៅឬសូមឲ្យទូទាំងពិភពលោកមើលផងដើម្បីរកយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា Cambodia need peace ខ្មែរយើងគឺត្រូវការតែសេចក្តីសុខសេចក្តីចម្រើនដូចរៀងរាល់កន្លងមកគឺអត់ត្រូវការសង្គ្រាមទេអញ្ចឹងសូមឲ្យអ្នកដែលឈានពានទឹកដីខ្មែរសូមបញ្ឈប់សង្គ្រាមចាប់ពីពេលនេះម៉ោងនេះវេលានេះតទៅចូលរួមដើម្បីជួយរែងเป็นគ្រប់គ្រងកុំឲ្យមានកើតសង្គ្រាមតទៅទៀតយើងមិនចង់បានសង្គ្រាមចង់បានរែកស្រុកដល់ប្រជាជនព្រោះមានការគ្រោះថ្នាក់អីចឹងដល់សង្គ្រាមកើតមកវាកើតដល់ប្រជាជនមានបញ្ហាស្លាប់អីភូមិយ៉ាងមានការរែងគៀសជូនវិរៈកងទ័ពនិងជនភៀសសឹក In mid 2025 a peace agreement signed in Kuala Lumpur in late October aimed to stop the fighting. It's including plans to remove heavy weapons and clear landmines together. However, the areas, even though international mediators are trying to help, must respect CGTN Phnom Penh, Cambodia. Jelajahi cara baru mendapatkan informasi. Download Metro TV Extend sekarang.